អាជ្ញាធរខេត្តឧត្តរមានជ័យចូលដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកអន្លង់វែងអាដាមសថាវីអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងអាដាមយឹមថនប្រធានក្រុមរក្សាខេត្តរួមទាំងអភិបាលស្រុកមន្ត្រីរាជការនៅក្នុងខេត្តនិងសមត្ថកិច្ចកងកម្លាំងបានចុះដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃជាមួយប្រជាពលរដ្ឋនិងក្រុមហ៊ុនចំនួន29គ្រួសារដែលស្ថិតនៅក្នុងឃុំថ្លាតស្រុកអន្លង់វែងនិងមួយកន្លែងទៀតនៅចំណុចអូអំបិលឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមានចំនួន131គ្រួសារដែលនៅក្នុងតំបន់ហាមឃាត់របស់រដ្ឋនៅពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់និងបញ្ជាឲ្យអាជ្ញាធរខេត្តអាជ្ញាធរស្រុកដោះស្រាយចែកជូនជាបន្ទាន់អាដាមសថាវីមានប្រសាសន៍នឹងចាត់ឲ្យភូមិបាលស្រុកនិងខេត្តចុះមកបោះវែងឲ្យទៅតាមគ្រួសារឲ្យបានត្រឹមត្រូវទៅតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាដាមអភិបាលខេត្តបានបន្តថាសូមឲ្យប្រជាពលរដ្ឋកុំបន្តកាប់ទន្ទ្រានដីព្រៃហាមឃាត់ទៀតព្រោះការកាប់ទន្ទ្រានដីព្រៃនេះប្រឈមចំពោះមុខច្បាប់ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំងដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ឲ្យអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកចុះមកដោះស្រាយដីធ្លីដែលមានទំនាស់ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយនោះស្រាប់តែនៅថ្ងៃនេះត្រូវបានដោះស្រាយបញ្ចប់ដោយស្ថាពរនិងសូមអរគុណដល់អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តយ៉ាងខ្លាំងទៀតផងដែលឡែកនៅខេត្តឧត្តរមានជ័យដែរអាជ្ញាធរសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យជួបសំណេះស្នាលជាមួយក្រុមអាជីវកម្មប្រកបរបរចាក់ធុងបាសនិងក្រុមភ្លេងតន្ត្រីបុរាណសម័យនៅក្នុងស្រុកត្រពាំងប្រាសាទនិងអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីពិភាក្សាពីគ្រូយោបល់ជាមួយអាជីវករការចាក់ធុងបាសឬតន្ត្រីភ្លេងនៅក្នុងកម្មវិធីកម្សាន្តផ្សេងៗដែលពាក់ព័ន្ធទៅនឹងការរំខានទៅដល់អ្នកជិតខាងនិងក្មេងទំនើងបង្កអសន្តិសុខក្នុងកម្មវិធីឧត្តមសេនីយ៍ត្រីម៉ែនលីស្នងការខេត្តឧត្តរមានជ័យបានលើកឡើងថាបញ្ហាអសន្តិសុខនៅតាមភូមិឃុំនិងស្រុកក្នុងខេត្តឧត្តរមានជ័យគឺបញ្ហាបទល្មើសចោរកម្មនិងករណីក្មេងទំនើងបានកើតឡើងគួរឲ្យព្រួយបារម្ភចំពោះបញ្ហានេះលោកបានស្នើដល់មន្ត្រីនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ធ្វើយ៉ាងណាត្រូវទប់ស្កាត់ឲ្យបានគប្បីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រជាការពារក្នុងឱកាសនេះលោកស្នងការក៏បានធ្វើការស្នើសុំដល់បងប្អូនអាជីវកម្មចាក់ធុងបាសនិងក្រុមភ្លេងតន្ត្រីថាសូមឲ្យសហការផ្ដល់ដំណឹងមកប៉ុស្តិ៍រដ្ឋបាលឲ្យដឹងជាមុនរាល់មានកម្មវិធីអ្វីក៏ដោយដែលមានការកំសាន្តរំលែកនៅពេលថ្ងៃជាពិសេសពេលយប់ដើម្បីឲ្យកម្លាំងនគរបាលបានចុះទៅការពាររក្សាសន្តិសុខរៀបចំសម្ដាប់ធ្នាប់ហើយកុំគិតថាមានការគៀបសង្កត់យកលុយកាក់ពីបងប្អូននោះលោកបន្តថាបើសិនជាដឹងថានៅពេលប្រជាពលរដ្ឋស្នើសុំកម្លាំងការពារសន្តិសុខក្នុងកម្មវិធីកម្សាន្តដោយមានមន្ត្រីនគរបាលរូបណាទាមទារលុយជាថ្នូរលោកនឹងចាត់វិធានការទៅលើមន្ត្រីនគរបាលនោះភ្លាមទូរទស្សនិកជនជាទីគោរពតទៅនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាយោងតាមព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិលត្បូងព្រះមក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅវេលាទៀបភ្លឺថ្ងៃទី23ខែមេសាឆ្នាំ2015សម្ដេចស៊ីសុវត្ថិ ពងនារីមនីពង្សឧត្តមប្រឹក្សាផ្ទាល់ព្រះមក្សត្រជាព្រះតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមក្សត្របានយាងជាព្រះអធិបតីក្នុងពិធីបុណ្យបញ្ចុះខន្ធសីមាព្រះវិហារវត្តបទុមវតីហៅវត្តពពក្រោមស្ថិតក្នុងឃុំស្វាយឃ្លាំងស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបន្ទាប់ពីព្រះសង្ឃពុទ្ធបរិស័ទនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះវត្តមានសម្ដេចស៊ីសុវត្ថិ ពងនារីមនីពង្សរួចមកសម្ដេចព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិលត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងដង្ហែប្រទក្សិណនិងបូជាគ្រឿងសក្ការៈដោយសទ្ធាជ្រះថ្លានៅតាមរណ្ដៅសីមាជុំវិញព្រះវិហារដោយគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់ព្រះពុទ្ធសាសនាស្របតាមការត្រាស់សម្ដែងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងសម្រាប់បុគ្គលទាំងឡាយណាដែលមានសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យដ៏មង្គលនេះបុគ្គលទាំងនោះនឹងទទួលបាននៅផល្លាអានិសង្សដ៏ខ្ពង់ខ្ពស់ព្រមទាំងបានចម្រើនដល់ផ្លូវធម៌និងផ្លូវលោកទៀតផងសម្ដេចស៊ីសុវត្ថិ ពងនារីមនីពង្សព្រះរាជតំណាងបានថ្វាយគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធបដិមាដើម្បីគោរពរំលឹកដល់គុណបុណ្យដ៏ថ្លៃថ្លានៃព្រះរតនត្រ័យកែវទាំង3និងបាននមស្ការព្រះរតនត្រ័យសមាទានសិលលំដាប់តទៅនេះសម្ដេចព្រះឧត្តមបញ្ញាដូងផង់
ព្រះរាជគណៈព្រមទាំងព្រះគ្រូចៅអធិការវត្តបទុមវតីនិងព្រះសង្ឃគ្រប់ព្រះអង្គបានស្វាត់ជាយពុទ្ធជ័យមង្គលថ្វាយព្រះសពសាធុការពរថ្វាយព្រះករុណាព្រះមហាក្សត្រព្រមទាំងសម្ដេចព្រះមហាក្សត្រីព្រះបររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបទៅនឹងសិរីសួស្តីជ័យមង្គលនិងព្រះពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយក្នុងឱកាសនោះសម្ដេចព្រះតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រមានព្រះបន្ទូលសុនសំណាលដោយបានទូលប្រគេននិងជម្រាបជូនពីព្រះរាជបណ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខប្រគេនព្រះសង្ឃគ្រប់ព្រះអង្គដោយការគោរពដ៏ខ្ពង់ខ្ពស់និងព្រះរាជទានដល់ពុទ្ធបរិស័ទចំណុះជើងវត្តបទុមវតីទាំងមូលសម្ដេចព្រះតំណាងបានទូលប្រគេននិងជម្រាបជូនថាព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាកូនចៅទូតរបស់ព្រះអង្គដែលជួបការលំបាកនៅគ្រប់ទីកន្លែងព្រមទាំងមានព្រះរាជហឫទ័យសន្តោសប្រោសប្រណីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទ្រទ្រង់សង្គមគ្រប់ផ្នែកក្នុងនោះចំពោះទីអារាមដែលជួបការលំបាកខ្វះខាតព្រះអង្គមានព្រះរាជហឫទ័យទុកដាក់បំផុតសម្ដេចព្រះតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្របានយាងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តបទុមវតីដើម្បីពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តមានជាទីសក្ការៈសម្រាប់គោរពបូជាចំពោះគុណបុណ្យព្រះរតនត្រ័យនិងធ្វើបុណ្យធ្វើទានដោយសទ្ធាជ្រះថ្លាដើម្បីសេចក្តីសុខសេចក្តីចម្រុងចម្រើនដល់បុគ្គលនិងសង្គមជាតិសម្ដេចព្រះតំណាងបានប្រគេនព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់ជីវត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាបច្ច័យចំនួន$3,000អាមេរិកដែលជាព្រះរាជទានដ៏ឧត្តមឧត្តមសម្រាប់ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មីនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តបទុមវតីក្នុងឱកាសនោះដែរសម្ដេចព្រះតំណាងបានប្រគេនបច្ច័យនិងគ្រឿងបរិក្ខារចំពោះព្រះសង្ឃ9អង្គដែលបាននិមន្តបំពេញកិច្ចក្នុងពិធីបុណ្យនេះផងដែរក្នុងមួយអង្គមានលាងមួយកញ្ចប់និងបច្ច័យចំនួន300,000រៀលប្រគេនសម្ដេចព្រះឧត្តមបញ្ញាទេយទានមួយកញ្ចប់និងបច្ច័យចំនួន280,000រៀលប្រគេនព្រះរាជគណៈនិងមន្ត្រីសង្ឃព្រះសង្ឃពុទ្ធបរិស័ទវត្តបទុមវតីនិងអាជ្ញាធរដែនដីខេត្តត្បូងឃ្មុំសូមថ្លែងអំណរព្រះជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះនិងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះបររាជមេដាជាតិខ្មែរជាអម្ចាស់នៃយើងសូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍និងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅសិក្ខាសាលាស្តីពីការស្វែងរកប្រភពធនធានសម្រាប់ការជំរឿនទូទៅនៅប្រជាជនកម្ពុជាឆ្នាំ2018បានប្រពធ្វើឡើងក្រោមអធិបតីភាពអាដាមទេសរដ្ឋមន្ត្រីឆៃថនរដ្ឋមន្ត្រីក្រសួងផែនការនៅថ្ងៃទី23ខែមេសាឆ្នាំ2015តាមរបាយការណ៍របស់លោកជំទាវហងលីណាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបញ្ជាក់ដឹងថាជំរឿនប្រជាជនជាការងារមួយមានទំហំធំធេងណាស់និងមានសារៈសំខាន់ផ្ដល់ទិន្នន័យអំពីចំនួនប្រជាជនព័ត៌មានសេដ្ឋកិច្ចសង្គមគិច្ចនៃបុគ្គលម្នាក់ៗក៏ដូចជាព័ត៌មានរបស់ប្រទេសកម្ពុជាទាំងមូលប្រទេសកម្ពុជាបានធ្វើជំរឿនប្រជាជនចំនួន3ដងរួចមកហើយដែលជំរឿនលើកទី1បានធ្វើឡើងនៅឆ្នាំ1962បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យបន្ទាប់ពីបានធ្វើជំរឿនលើកទី1រួចមកកម្ពុជាមិនដែលបានធ្វើជំរឿនប្រជាជនអស់រយៈពេល36ឆ្នាំមកហើយដោយសារអសន្តិសុខនិងសង្គ្រាមផ្ទៃក្នុងយោងតាមវិសោធនកម្មច្បាប់ស្តីពីស្ថិតិផ
ផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍស្ថិតិនិងអនុសាសន៍របស់អង្គការសហប្រជាជាតិនោះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ឲ្យវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការរៀបចំផែនការសម្រាប់ធ្វើជំរឿនទូទៅនៅប្រជាជនកម្ពុជាឆ្នាំ2018ដែលជាជំរឿនលើកទី4បន្ទាប់ពីបានធ្វើជំរឿនប្រជាជនឆ្នាំ1962ជំរឿនឆ្នាំ1998និងជំរឿនឆ្នាំ2008ចំពោះជំរឿនស្ថិតិប្រជាជនគឺត្រូវធ្វើឡើងរយៈពេល10ឆ្នាំម្ដងអាដាមទេសរដ្ឋមន្ត្រីឆៃថនបានមានប្រសាសន៍បញ្ជាក់ថាព័ត៌មានជំរឿនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់តាមដានត្រួតពិនិត្យនិងវិតម្លៃលើគោលដៅអភិវឌ្ឍសហសវត្តក៏ដូចជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ2015ជាស្ដែងជំរឿនអាចផ្ដល់នៅសូចនាករផ្ទាល់សម្រាប់តាមដានត្រួតពិនិត្យវិតម្លៃគោលដៅអប់រំ gender មរណភាពនិងបរិស្ថានជាដើមតាមរយៈការអង្កេតសេដ្ឋកិច្ចសង្គមគិច្ចនិងការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាក៏បានផ្ដល់នៅសូចនាករផ្ទាល់សម្រាប់តាមដានភាពក្រីក្រនិងសូចនាករសុខាភិបាលមួយចំនួនធំដែរអាដាមទេសរដ្ឋមន្ត្រីឆៃថនបានបន្តទៀតថាតាមការធ្វើជំរឿនប្រជាជនឆ្នាំ1998ចំនួនប្រជាជននៅកម្ពុជាមាន 11.4 លាននាក់ហើយជំរឿនប្រជាជនឆ្នាំ2008ចំនួនប្រជាជនឡើងដល់ 13.4 លាននាក់ហើយនៅអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ2013មាន 14.7 លាននាក់ជំរឿនប្រជាជនឆ្នាំ1998ឆ្នាំ2008នៅអង្កេតចន្លោះជំរឿនឆ្នាំ2013កន្លងមកបានឆ្លុះបញ្ចាំងឲ្យឃើញនូវការផ្លាស់ប្ដូរដ៏ធំធេងនៃប្រជាជនមានការងារធ្វើក្នុងវិស័យកសិកម្មដែលស្មើនឹង 77 កដសញ្ញា 5% នៅជំរឿនឆ្នាំ1998ធ្លាក់មកនៅត្រឹម 72 កដសញ្ញា 3% នៅជំរឿនឆ្នាំ2008និងធ្លាក់ដល់នៅត្រឹម 64 កដសញ្ញា 3% នៅអង្គារចន្លោះជំរឿនឆ្នាំ2013និយាយម្យ៉ាងទៀតប្រជាជនបានផ្លាស់ប្ដូរមកធ្វើការងារក្នុងវិស័យឧស្សាហកម្មពី 4 កដសញ្ញា 3% នៅឆ្នាំ1998មក11 កដសញ្ញា 5% នៅឆ្នាំ2013និងសេវាកម្មពី 18 កដសញ្ញា 2% មក 23 កដសញ្ញា 8% នៅឆ្នាំ2013អាដាមទេសរដ្ឋមន្ត្រីឆៃថនបានមានប្រសាសន៍បន្ថែមទៀតថាតម្លៃប៉ានស្មានសម្រាប់ជំរឿនឆ្នាំ2018ទាំងមូលស្មើនឹងប្រមាណ 12 លានដុល្លារអាមេរិកឬស្មើនឹង 0.7 ដុល្លារក្នុងចំណោមប្រជាជនម្នាក់ដែលតម្លៃនេះមានកម្រិតទាបបើប្រៀបធៀបនឹងជំរឿនប្រជាជនប្រទេសភូមាឆ្នាំ2014ស្មើនឹង$1កន្លះក្នុងចំណោមប្រជាជនម្នាក់ក្រសួងផែនការគ្រោងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាចូលរួមបដិភាពប្រមាណ $3 លានអាមេរិកសម្រាប់រយៈពេល 4 ឆ្នាំដូចនេះយើងត្រូវការថវិកាបន្ថែមប្រមាណ $9 លានអាមេរិកទៀតដើម្បីរៀបចំជំរឿនឆ្នាំ2018នេះទទួលបានជោគជ័យអាដាមទេសរដ្ឋមន្ត្រីឆៃថនបានចាត់ទុកជំរឿនទូទៅប្រជាជនឆ្នាំ2018មានសារៈសំខាន់ធំធេងណាស់ជាពិសេសនៅពេលដែលមានការកើនឡើងនៅតម្រូវការរបស់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍអ្នករៀបចំផែនការនិងអ្នកស្រាវជ្រាវនានាដើម្បីធ្វើបច្ចុប្បន្នកម្មនិងធ្វើឲ្យមានភាពជឿជាក់លើទិន្នន័យប្រជាសាស្ត្រនិងសង្គមគិច្ចក្នុងការកែតម្រូវឡើងវិញនៅផែនការនិងកម្មវិធីនានាការធ្វើជំរឿនគឺជាការងារដ៏ធំមួយដែលជាទូទៅប្រទេសកំពុងអភិវឌ្ឍតែងតែទទួលនៅការបឋមផ្នែកបច្ចេកទេសថវិកាពីដៃគូអភិវឌ្ឍនេះគឺជាការងារសំខាន់បំផុតដែលត្រូវមានគុណភាពនិងអាចជឿទុកចិត្តបាននៅសន្តាគារសាន់វេនៅល្ងាចថ្ងៃទី22ខែមេសាឆ្នាំ2015មានប្រារព្ធពិធីជួបជុំអបអរសាទរនៃភាពជោគជ័យក្នុងកិច្ចប្រជុំលើកទី26នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រមអធិបតីភាពឯកឧត្តមបណ្ឌិតញឹមដាទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមពេនជីរ៉ាន់ដាតូប៉ាឌុយកាហាជីរ៉ូស៊ីលប៊ីនពេនជីរ៉ាន់ហាជីឈូឈូប្រធានចៅអាណត្តិ ACDMលោក Larry Maramis នាយកសហប្រតិបត្តិការអន្តរវិស័យនៃលេខាធិការដ្ឋានអាស៊ានឯកឧត្តមលោកជំទាវអស់លោកស្រីប្រតិភូអាស៊ានឯកឧត្តមទេសរដ្ឋមន្ត្រីញឹមដាថ្លែងថាក្នុងនាមជាម្ចាស់ផ្ទះ
ឯកឧត្តមមានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលមកចូលរួមក្នុងពិធីជួបជុំអបអរសាទរនៃភាពជោគជ័យនៃកិច្ចប្រជុំលើកទី26នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ACDM និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលនឹងត្រូវប្រធ្វើឡើងចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែមេសាឆ្នាំ2015នៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាការពិតណាស់ព្រឹត្តិការណ៍នេះរួមជាមួយនឹងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃនិងសម្គាល់បន្តជាថ្មីម្ដងទៀតនៅនិរន្តរភាពរបស់អាស៊ានឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រធានទាំងពីរទាំងប្រធានចាប់អាណត្តិនិងជាប្រធានថ្មីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ACDM គឺប្រទេសប្រ៊ុយណេដេរុយសាឡឹមនិងប្រទេសកម្ពុជានិងលេខាធិការដ្ឋានអាស៊ានសម្រាប់ការរៀបចំដ៏ល្អឥតខ្ចោះដែលអនុញ្ញាតឲ្យព្រឹត្តិការណ៍ដ៏សំខាន់នេះលេចចេញជារូបរាងឡើងដោយការគ្រោងទុកលោក Larry Maramis នាយកសហប្រតិបត្តិការអន្តរវិស័យនៃលេខាធិការដ្ឋានអាស៊ានបានថ្លែងគាំទ្រនៃកិច្ចប្រជុំនេះហើយលោកលេខាធិការដ្ឋានអាស៊ានបានជំរុញឲ្យសមាជិកអាស៊ានទាំងអស់បន្តសកម្មភាពបន្តទៀតបន្ទាប់ពីប្រធានថ្មីដែលកម្ពុជាជាប្រធានរួមទាំងមានការប្រជុំធំនៅព្រះរាជាណាចក្រកម្ពុជានាខែធ្នូឆ្នាំ2015ខាងមុខនេះនិងសម្រាប់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់អាណត្តិរបស់ខ្លួនឆ្នាំ2015-2016លោកលេខាធិការដ្ឋានអាស៊ានបានលើកឡើងតាមរយៈការបង្ហាញជូនពីលេខាធិការដ្ឋានអាស៊ាន ACDM និងពិនិត្យពិចារណាលើសេចក្តីសម្រេចនៃកិច្ចប្រជុំពាក់ព័ន្ធនានារបស់អាស៊ានពីខែវិច្ឆិកាឆ្នាំ2014ដល់ខែមេសាឆ្នាំ2015ពិសេសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី9សេចក្តីព្រៀងដំបូងនៃទស្សនាទានសហគមន៍អាស៊ានឆ្នាំ2025និងសេចក្តីព្រៀងដំបូងឯកសារចូលរួមសហគមន៍សង្គមវប្បធម៌អាស៊ានព្រមទាំងសេចក្តីសង្ខេបលទ្ធផលរបស់សន្និសីទពិភពលោកស្តីពី DRR នៅក្រុងសេនដៃប្រទេសជប៉ុនមជ្ឈមណ្ឌល AHA នឹងបង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍយុទ្ធសាស្ត្រអាស៊ានមួយឆ្លើយតបមួយនិងការរៀបចំសម្រាប់ការប្រកាសនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី27នៅក្នុងខែវិច្ឆិកាឆ្នាំ2015នៅប្រទេសម៉ាឡេស៊ីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយអនុវត្តដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងឆ្នាំ2013និងបន្ទាប់ពីមានការសម្រេចចិត្តរបស់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ AMMDM លើកទី2នៅខែតុលាឆ្នាំ2014 ACDM នឹងពិភាក្សាអំពីបែបបទនិងយុទ្ធសាស្ត្រសម្រាប់ការសន្ទនាអន្តរក្រសួងធ្វើជាវេទិកាមួយសម្រាប់ AMMDM ដើម្បីភ្ជាប់ជាមួយតួអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ានដទៃទៀតក្នុងការលើកកម្ពស់ភាពធន់ក៏ដូចជាការធានាឲ្យការរួមបញ្ចូលនៃការខិតខំប្រឹងប្រែងក្នុងជំនួយមនុស្សធម៌និងឆ្លើយតបគ្រោះមហន្តរាយ HADRដើម្បីជាការពន្លឿននៅការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2015គណៈកម្មាធិការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានក្រសួងព័ត៌មានបានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនក្រោមវត្តមានអញ្ជើញជាធិបតីភាពអាដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានអាដាមមាសសុភ័ណ្ឌអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវនិងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានក្រសួងព័ត៌មានបានលើកឡើងនៅសេចក្តីព្រាងច្បាប់ដែលត្រូវបានធ្វើការកែសម្រួលនិងចូលរួមមតិយោបល់ពីសមាជិកជាអង្គការក្រៅរដ្ឋាភិបាលក្រសួងស្ថាប័នរបស់រដ្ឋពាក់ព័ន្ធសង្គមស៊ីវិលនានាការពីកំឡុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានការចូលរួមមតិយោបល់ពីសំណាក់ក្រុមការងារបច្ចេកទេសគឺធ្វើតែជាជំហានដំបូងនៅក្នុងជំពូកទី1និងទី2សរុប9មាត្រាដែលសរុបជារួមសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺមានចំនួន9ជំពូកនិង34មាត្រាហើយសេចក្តីព្រាងច្បាប់នេះត្រូវបានក្រុមការងារតាក់តែងរបស់ក្រសួងព័ត៌មានរៀបចំចងក្រងរួចអស់ហើយនៅតែមតិយោបល់
ចូលរួមកែសម្រួលបន្តទៀតពីសំណាក់ក្រមការងារបច្ចេកទេសដែលមានសមាជិកភាពចូលរួមពីច្រើនស្ថាប័នទាំងរដ្ឋសង្គមស៊ីវិលអង្គការក្រៅរដ្ឋាភិបាលហើយក្រមការងារនេះក៏បានជួបប្រជុំគ្នាជាបន្តរួចមកហើយដែរសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះមានគោលបំណងធានាឲ្យសាធារណជនទូទៅនៅសិទ្ធិសេរីភាពតាមផ្លូវច្បាប់ក្នុងការទទួលបានព័ត៌មានច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្ដល់និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈដោយអនុលោមតាមមាត្រា31 35និងមាត្រា41រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា19នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទាក់ទងទៅនឹងលទ្ធផលនៃកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មាធិការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានរបស់ក្រសួងក្នុងការពិនិត្យឡើងវិញសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានអាដាមរដ្ឋមន្ត្រីខៀវកញ្ញរិទ្ធមានប្រសាសន៍បញ្ជាក់ថានេះគឺយើងបានរៀបចំសម្រួលដោយថាក្រោយពីយើងបានបញ្ជូនពង្រៀងទៅតាមស្ថាប័ននានាហ្នឹងក៏មានការស្នើកែចំណុចនេះចំណុចនោះចឹងថ្ងៃនេះយើងមកដើម្បីសម្រេចរៀបចំបញ្ចូលមតិទាំងអស់ហ្នឹងដើម្បីបង្កើតជាកិច្ចព្រាងច្បាប់មួយហើយយើងនឹងអញ្ជើញក្រសួងនិងស្ថាប័ននានាដែលពាក់ព័ន្ធហ្នឹងដើម្បីមកពិភាក្សានៅលើចំពោះនីមួយៗបន្តទៀតយើងទៅចប់និយាយរួមគឺឥឡូវនេះគឺក្រុមតាក់តែងរបស់ក្រសួងព័ត៌មានបានធ្វើចាប់ច្បាប់ហ្នឹងហើយយើងបានផ្សេងចាប់ប៉ុន្តែយើងក៏នេះជាផ្ទៃក្នុងរបស់យើងទៅអញ្ជើញគ្រប់ស្ថាប័នគ្រប់ក្រសួងដែលមានឈ្មោះនៅលើបញ្ជីហ្នឹងមិនក៏ចូលរួមដើម្បីបន្ថែមមតិលើនោះទៀតហើយយើងអាចធ្វើសិក្ខាសាលាបន្ថែមអំពីចំណុចមួយចំនួនទៅដើម្បីយើងអាចទទួលបាននៅមតិគ្រប់ពីគ្រប់ស្ថាប័នដើម្បីបន្តមកទៀតយើងដាក់ចូលទៅគណៈរដ្ឋមន្ត្រីដើម្បីសម្រេចហើយបញ្ជូនទៅសភាព្រះវិហារនិងសមិទ្ធផលនានាដែលបានសាងសង់រួចនៅក្នុងវត្តបទុមតីហៅវត្តខ្ពប់ក្រោមស្ថិតនៅក្នុងភូមិទី3ឃុំស្វាយឃ្លាំងស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី22ខែមេសាឆ្នាំ2015ក្រមអធិបតីភាពឯកឧត្តមជាសភារារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងលោកជំទាវតាន់ម៉ាលីតំណាងដល់ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនបន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោកស្រីលីអភិបាលស្រុកក្រូចឆ្មារួចមកព្រះគ្រូសង្ឃសុមេតស្រីណារុនសក្តិផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សតំណាងសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតឌួងផងសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់បានឧបសម្បទាជាភិក្ខុក្នុងទីអារាមនេះបានមានសង្ឃនៃការអំពីប្រវត្តិនៃវត្តបទុមតីហៅវត្តខ្ពប់ក្រោមបានចាប់ផ្ដើមកសាងឡើងនៅឆ្នាំ1855ឆ្លងកាត់ព្រះគ្រូចាតិកា5អង្គបច្ចុប្បន្នដឹកនាំកសាងដោយព្រះគ្រូចាតិកាស្ដីទីព្រះនាមលឹមធីក្រោយថ្ងៃរំដោះ7មករា1979ដោយមានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសជាពិសេសសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតឌួងផងផ្ទាល់និងឯកឧត្តមជាសភារានិងលោកជំទាវធ្វើឲ្យសមិទ្ធផលក្នុងទីអារាមនេះមានការរីកចម្រើនជាបន្តបន្ទាប់ព្រះគ្រូសង្ឃសុមេតស្រីណារុនមានសន្និកាទៀតថាសមិទ្ធផលដែលកំពុងប្រារព្ធពិធីសម្ពោធឆ្លងនេះពេលនេះរួមមានព្រះវិហារអំពីបេតុងទំហំ15ម៉ែត្រគុណ30ម៉ែត្រកម្ពស់21ម៉ែត្រសាលាថងសភាអំពីបេតុងទំហំ15ម៉ែត្រគុណ20ម៉ែត្រកម្ពស់12ម៉ែត្រព្រះពុទ្ធរូប5ព្រះអង្គសាងអំពីថ្មភ្នំសន្ទុកព្រះពុទ្ធរូបព្រះសេអាមេត្រីព្រះភ្នែន2ម៉ែត្រ10ព្រះពុទ្ធរូបព្រះសេអាមេត្រីព្រះភ្នែន3ម៉ែត្រ16សាងអំពីស្ពាន់លោហៈព្រះពុទ្ធរូបវិចិត្រមាព្រះភ្នែន1ម៉ែត្រ20សាងអំពីថ្មសមានប្រភពមកពីប្រទេសភូមារូបព្រះសពអតីតព្រះគ្រូចាតិកាវត្តបទុមតីព្រះនាមហ៊ីងសាងអំពីស្ពាន់លោហៈព្រះពុទ្ធរូបឈោចំនួន4អង្គសាងអំពីឈើរបងវត្តប្រវែង573ម៉ែត្រខ្លោងទ្វារចំនួន7ដោយចំណាយអត្ថវិកាសរុប$869,738 សហរដ្ឋអាមេរិកឯកឧត្តមជាសភារាបានពំនាំនៅបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រកេននឹងជូនចំពោះព្រះសង្ឃគណៈកម្មការពុទ្ធបរិស័ទនិងប្រជាពលរដ្ឋទូ
ទាំងស្រុកក្រូចឆ្មានឹងបានកោតសរសើរសម្ដេចព្រះឧត្តមបញ្ញាកិតិបណ្ឌិតដួងផងនិងអតីតព្រះចៅអធិការវត្តគ្រប់ចំនួនអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សពរដ្ឋជនក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងថវិកាកសាងសមិទ្ធផលនានាក្នុងវត្តបទុមវត្តនេះដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកកម្ពស់វិស័យព្រះពុទ្ធសាសនាសម្រាប់ពុទ្ធសាសនិកប្រើប្រាស់និងគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាឯកឧត្តមរដ្ឋមន្ត្រីបានបន្តថារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយមានសន្តិសុខសុវត្ថិភាពសង្គមសណ្ដាប់ធ្នាប់សាធារណៈបូរណភាពទឹកដីកំណើនសេដ្ឋកិច្ចដែលបានកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនតែប៉ុណ្ណោះរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធសាស្ត្រចាត់ការដំណាក់កាលទី3ដោយធ្វើកំណែទម្រង់រដ្ឋបាលដើម្បីលើកកម្ពស់អភិបាលកិច្ចពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងបានដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនីតាមរោងចក្រសហគ្រាសឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងឯកឧត្តមបានរំលឹកអំពីរបបប្រល័យពូជសាសន៍ដែលក្នុងដំណាក់កាលនោះអ្វីៗត្រូវបានបំផ្លាញទាំងស្រុងលើគ្រប់វិស័យក្រោយថ្ងៃ17មករា1979រដ្ឋាភិបាលបានចាប់ផ្ដើមអភិវឌ្ឍលើគ្រប់វិស័យដែលចាប់ផ្ដើមពីចំណុច0ហើយបច្ចុប្បន្នផ្នែកពុទ្ធចក្រមានវត្តប្រមាណជាង 4000 វត្តនិងព្រះសង្ឃជាង 60000 អង្គព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ប្រទាក់កន្លាគ្នានៅទូទាំងប្រទេសឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជួយថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្សកងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងអនុវត្តជាប្រចាំនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋរស់នៅនិងប្រកបមុខរបរប្រកបដោយភាពសុខដុមតមកឯកឧត្តមបានបំពាក់គ្រឿងសរយយុប្រកេននិងជូនសពរដ្ឋជន19អង្គអ្នកនិងប្រកេនបច្ច័យអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិតិព្រះបណ្ឌិតសម្រាប់វត្តបទុមវត្តចំនួន5លានរៀលសាលាស្រុកក្រូចឆ្មា1លានរៀលឃុំស្វាយឃ្លាំង50,000រៀលគ្រូពេទ្យស្រុក7នាក់ម្នាក់សរង1ជូនតាជីយាយជីចំនួន100នាក់ម្នាក់រត់ស1ដុំថវិកា 10000 រៀលលោកគ្រូអ្នកគ្រូវិទ្យាល័យក្រូចឆ្មា30នាក់ម្នាក់សរង1សិស្សសន្និសិស្ស349នាក់ម្នាក់ទទួលបានសិភៅ2ក្បាលបិច1ដើមយុវជនកាកបាទក្រហមនិងកាយរិទ្ធ140នាក់ម្នាក់ថវិកា 10000 រៀលនិងអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាវត្តបទុមវត្តដីហើយវត្តខ្ពប់ក្រោមដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រមទាំងប្រពិធីសមាទានសិលវេដុំថ្មនិមិត្តសីមាតបមាសស្លៀកដណ្ដប់ដុំនិមិត្តអមដោយព្រះសង្ឃស្វាត់ជាយពុទ្ធជ័យមង្គលតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរនៅថ្ងៃទី21ខែមេសាឆ្នាំ2015អាដាមបណ្ឌិតអូនពំនិរតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការនៃអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកពីខេត្តចំនួន4រួមមានខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងនិងខេត្តបៃលិននៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបងបន្ទាប់ពីបានស្ដាប់របាយការណ៍ជាបន្តបន្ទាប់ស្ដីពីសកម្មភាពការងារលទ្ធផលនិងបញ្ហាប្រឈមព្រមទាំងទិសដៅក្នុងការអនុវត្តការងារបន្តពីតំណាងអង្គភាពនានាក្រោមឱវាទក្រសួងរួចមកអាដាមបណ្ឌិតរដ្ឋមន្ត្រីអូនពំនិរតបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ដែលបានខិតខំអនុវត្តការងារសម្រេចបានលទ្ធផលគូជាទីមោទនៈជាមួយគ្នានេះអាដាមបណ្ឌិតរដ្ឋមន្ត្រីបានផ្ដល់នូវសារនិងជំរុញដល់មន្ត្រីក្រមអាវ៉ាត់ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារប្រកាន់យកអភិក្រម4យ៉ាងគឺទី1អនុវត្តការងារប្រកបដោយវិជ្ជាជីវៈទី2អនុវត្តការងារជាក្រុមទី3ប្រកាន់ខ្ជាប់ស្មារតីបរិយាកម្មនិងទី4មិនត្រូវមើលរំលងកំហុសខ្លួនឯងដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអង្គភាពពាក់ព័ន្ធដទៃទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងឱកាសនេះអាដាមបណ្ឌិតរដ្ឋមន្ត្រីអូនពំនិរតក៏បានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ
ក្នុងនោះបានចាត់ទុកវិស័យសេដ្ឋកិច្ចក៏ជាវិស័យអត្ថប្រយោជន៍មួយដ៏សំខាន់ក្នុងការជួយកសាងនៃការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិឆ្លៀតក្នុងឱកាសនេះអាដាមបណ្ឌិតអូប៉ូមីរ៉តក៏បានណែនាំដល់មន្ត្រីរាជការក្រមអាវ៉ាត់ត្រូវយកចិត្តទុកដាក់បំពេញការងារនិងមានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ដើម្បីឲ្យការអនុវត្តការងារកាន់តែទទួលបានជោគជ័យថ្មីៗថែមទៀតកាលពីថ្ងៃទី22ខែមេសាឆ្នាំ2015ឯកឧត្តមសុគង្គរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទតំណាងឯកឧត្តមជាសភារារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមដំណើរដោយឯកឧត្តមយឿនសុផលអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យនិងវិតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំជាលក្ខណៈខួបចំនួន5ខ្សែនៅក្នុងខេត្តកំពង់ស្ពឺលោកអៀងដាមប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺបានដឹងថាផ្លូវ5ខ្សែដែលកំពុងត្រួតពិនិត្យនេះជាផ្លូវក្រាលគ្រោះក្រហមនិងលបាយគ្រោះកំទេចថ្មភ្នំបានប្រវែងសរុបជិត12គីឡូម៉ែត្រទទឹងខ្នងលើជាង4ម៉ែត្រនិង6ម៉ែត្រកម្រាស់20សង់ទីម៉ែត្រស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាំងស្យាឃុំជាំសង្កែឃុំដំបូករូងឃុំតបមាននិងឃុំត្រពាំងគងស្រុកភ្នំស្រួចស្រុកថ្ពងនិងស្រុកសំរងទងខេត្តកំពង់ស្ពឺត្រូវបានធ្វើការថែទាំជាលក្ខណៈខួបដោយមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺឯកឧត្តមសុគង្គបានបញ្ជាក់ថារដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3ដែលជ្រុងមួយនៃយុទ្ធសាស្ត្រនេះមានលើកឡើងអំពីការស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្នុងនោះរួមមានផ្លូវជនបទស្ពានសាលារៀនមណ្ឌលសុខភាពជាដើមដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅជាពិសេសបងប្អូនដែលភាគច្រើនលើសលប់កំពុងរស់នៅទីជនបទឯកឧត្តមសុគង្គបានបន្តថាក្រសួងអភិវឌ្ឍជនបទបានទទួលនៅអាណត្តិពីរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនៅកម្មវិធីអភិវឌ្ឍជនបទចម្រុះសម្ដៅធ្វើយ៉ាងណារួមចំណែកឲ្យបានច្រើនជាអតិបរមាក្នុងការកាត់បន្ថយការលំបាកនិងភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋានឈានទៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលក្នុងនោះការអភិវឌ្ឍវិស័យគមនាគមន៍ជនបទរួមមានការកសាងថ្មីការជួសជុលនិងការថែទាំជាលក្ខណៈខួបនិងប្រចាំនៅផ្លូវជនបទទូទាំងប្រទេសគឺជាភារកិច្ចស្នូលមួយក្នុងបណ្ដាភារកិច្ចសំខាន់ៗរបស់ក្រសួងដូចជាការគ្រប់គ្រងទឹកជនបទនិងការថែទាំសុខភាពជនបទជាដើមជាក់ស្ដែងផ្លូវ5ខ្សែដែលមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺបានធ្វើការថែទាំខួបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកនិងដឹកកសិផលពីតំបន់ជនបទទៅកាន់ទីផ្សារនិងទីប្រជុំជននានាព្រមទាំងជាផ្លូវទេសចរណ៍ថែមទៀតផងក្រោយពីបានត្រួតពិនិត្យទាំងផ្នែកបច្ចេកទេសគុណភាពនិងសម្ផស្សភាពរួចមកគណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពលើការវិតម្លៃបញ្ចប់សុពលភាពដល់ផ្លូវថែទាំខួបទាំង5ខ្សែតាមសំណូមពររបស់មន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺនៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រពៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានពន្ធនាគារជាមួយអង្គការកាកបាទក្រហមអន្តរជាតិស្ដីពីការអនុវត្តគម្រោងសាកល្បងការផ្តល់សេវាសុខភាពបឋមនៅមណ្ឌលអប់រំកែប្រែទី2ព្រៃសរហើយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអាដាមនុតសាអានរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាមរបាយការណ៍របស់អាដាមស្នេហ៍ឯកខៀងឡាយប្រធាននាយកដ្ឋានអប់រំកែប្រែបានឲ្យដឹងថារយៈកាលកន្លងមកនៅតាមមណ្ឌលអប់រំកែប្រែទូទាំងរាជធានីខេត្តមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនអង្គការបានមករួមសហការជាមួយមន្ត្រីអនុរិយរបស់មណ្ឌលអប់រំកែប្រែនៅកម្ពុជាធ្វើឲ្យការងារនៅតាមមណ្ឌលអប់រំកែប្រែនៅកម្ពុជាមានភាពល្អប្រសើរនាពេលកន្លងមកដោយឡែកនៅពេលនេះទៀតអង្គការកាកបាទក្រហមអន្តរជាតិបានមករួមសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារដោយអនុវត្តគម្រោងសាកល្បងផ្តល់សេវាសុខភាពបឋមនៅមណ្ឌលអប់រំកែប្រែទី2ព្រៃសររយៈពេល1ឆ្នាំហើយទាំងអស់នេះបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការកាកបាទក្រហមអន្តរជាតិនិងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោកបាទវីមេរិនតំណាងអង្គការកាកបាទក្រហមអន្តរជាតិ
មានចំណាប់អារម្មណ៍ថាអង្គការកាកបាទក្រហមអន្តរជាតិបានចូលមកអនុវត្តការងារនៅកម្ពុជាមានរយៈពេល34ឆ្នាំហើយរយៈកាលកន្លងមកអង្គការកាកបាទក្រហមអន្តរជាតិបានជួយជួសជុលកែលម្អមណ្ឌលអប់រំកែប្រែនៅកម្ពុជាជួយជួសជុលផ្លូវថ្នល់នៅកម្ពុជានិងជួយប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយទឹកជំនន់ហើយនៅពេលនេះទៀតអង្គការកាកបាទក្រហមអន្តរជាតិនឹងអនុវត្តគម្រោងសាកល្បងស្តីពីការផ្តល់សេវាសុខភាពបឋមនៅមណ្ឌលអប់រំកែប្រែទី2រយៈពេល1ឆ្នាំអាដាមនុតសាអានបានថ្លែងអំណរគុណជូនចំពោះអង្គការកាកបាទក្រហមអន្តរជាតិដែលបានជួយផ្តល់សេវាសុខភាពដល់មណ្ឌលអប់រំកែប្រែទី2ព្រៃសរហើយអាដាមរដ្ឋលេខាធិការបានជូនពរឲ្យអង្គការកាកបាទក្រហមអន្តរជាតិអនុវត្តការងារទទួលបានជោគជ័យគ្រប់ភារកិច្ច